จักรวิสัยរបស់ថ្នាក់នាំក៏ដូចជាគណៈគ្រប់គ្រងយើងគឺចង់រៀបចំទីក្រុងរណបជលយាវាហ្នឹងឲ្យមានលក្ខណៈថាជាទីក្រុងទំនើបស៊ីវិល័យទៅពេលថ្ងៃអនាគតសូមស្វាគមន៍មកកាន់ជ្រោយចង្វា Satellite City Podcast ជំរាបសួរនាងខ្ញុំឈ្មោះគង់សុភវិកាជាអ្នកសម្របសម្រួលនៅកម្មវិធីជ្រោយចង្វា Satellite City Podcast ពិសេសមែនតើដែលកម្រងទីក្រុងរណបជ្រោយចង្វាបានរៀបចំនៅកម្មវិធីនេះឡើងដើម្បីជាការចែកជូននៅចំណេះដឹងសំខាន់ទៅកាន់ទស្សនិកជនទាំងមូលទាក់ទងទៅនឹងគម្រោងការវិនិយោគអាជីវកម្មការរស់នៅក៏ដូចជាការរីកចម្រើននៅជុំវិញទីក្រុងរណបជ្រោយចង្វាផងដែរហើយកម្មវិធីនេះគឺមានការចូលរួមពីភ្ញៀវកិត្តិយសក៏ដូចជាវិក្កាមពិសេសរបស់យើងចាសសូមអរគុណថ្ងៃនេះផងដែរគឺយើងមានភ្ញៀវកិត្តិយសពិសេសដែលលោកជាវិក្កាមនៅក្នុង podcast របស់យើងថ្ងៃនេះគឺលោកជាងអេងហ៊ុយដែលលោកជាប្រធានការដ្ឋាននៃគម្រោងទីក្រុងរណបជ្រោយចង្វាសូមជម្រាបសួរបងចាបងចាអញ្ចឹងមុននឹងយើងចូលទៅដល់ការពិភាក្សារបស់យើងខ្ញុំសូមអនុញ្ញាតឲ្យបងធ្វើការណែនាំខ្លួនរបស់បងជាមុនសិនបាទជំរាបសួរខ្ញុំបាទជាងហ៊ុយបច្ចុប្បន្នជាប្រធានការដ្ឋាននៃទីក្រុងរណបជលយាវា City មុននឹងយើងឈានចូលដល់កិច្ចពិភាក្សាគ្នានៅក្នុងថ្ងៃនេះបងចង់ឲ្យបងណែនាំអំពីបទពិសោធន៍ការងាររបស់បងនៅ OCC អញ្ចឹងពីដំបូងឡើយបងចាប់ផ្ដើមនៅ OCC តាំងពីឆ្នាំណាដែរហើយនៅក្នុងគម្រោងណាដែរបាទខ្ញុំបានចូលបម្រើការងារនៅក្រុមហ៊ុន OCIC កាលពីឆ្នាំ2009នៅគម្រោងវិមានកូឡាបបន្តមកទៀតនៅឆ្នាំ2013ខ្ញុំក៏បានបន្តធ្វើការនៅគម្រោងទីក្រុងអូឡាំសា City នៅអំឡុងឆ្នាំ2021ក្រុមហ៊ុនក៏បានផ្លាស់ប្ដូរខ្ញុំមកបន្តធ្វើការងារនៅទីក្រុងរណបជលយាវា City ចាបងអញ្ចឹងឃើញថាបងបានបដូរមកកាន់ជំរងទីក្រុងរណបជ្រោយចង្វានេះវាយូរគូសំដែរដូច្នេះដើម្បីជាបើកជាកិច្ចពិភាក្សារបស់យើងមុនដំបូងគឺខ្ញុំចង់ដឹងអំពីចក្ខុវិស័យក៏ដូចជាបេសកកម្មរបស់ទីក្រុងរណបជ្រោយចង្វាបងអាចធ្វើការរៀបរាប់ដើម្បីទៅកាន់ទស្សនិកជនយើងដើម្បីគាត់បានដឹងផងដែរសូមអរគុណតើតើនឹងចក្ខុវិស័យនៃទីក្រុងរណបជ្រោយចង្វាគឺយើងរៀបចំធ្វើម៉េចឲ្យទីក្រុងរណបជ្រោយចង្វាមានហេដ្ឋារចនាសម្ព័ន្ធល្អហើយនឹងមានឱកាសការងារច្រើនសម្រាប់ប្រជាជនដែលរស់នៅតំបន់ហ្នឹងនិងបង្កើតនៅសហគមន៍មួយដែលប្រកបដោយនិរន្តរភាពហើយក៏យើងមានគម្រោងមួយទៀតគឺចង់ឲ្យទីក្រុងរណបជលយាវាហ្នឹងក្លាយជាទីក្រុងគំរូមួយនាពេលអនាគតសម្រាប់ទុកជាកេរដំណែលទៅថ្ងៃក្រោយហើយបេសកកម្មយើងគឺយើងរៀបចំ master plan ឬក៏ប្លង់មេយ៉ាងម៉េចឲ្យតំបន់ហ្នឹងវាមានលក្ខណៈបែងចែកទៅជាតំបន់លំនៅឋានតំបន់ពាណិជ្ជកម្មសាលារៀននិងតំបន់សុខាភិបាលផ្សេងដើម្បីឲ្យវាជាតំបន់ដែលអ្នកមករស់នៅហ្នឹងគឺមានអារម្មណ៍ថាសុខុមាលភាពល្អចំណុចដែលសំខាន់ដែល support ទៅលើចក្ខុវិស័យជាមួយនឹងបេសកកម្មហ្នឹងគឺពាក់ព័ន្ធនឹងចំណុច3ដែលសំខាន់គឺនិរន្តរភាពនៃគម្រោងយើងធ្វើម៉េចឲ្យវាមានទីតាំងឡើងហ្នឹងមានពិភពបៃតងផ្សេងៗដើម្បីឲ្យអ្នកដែលមករស់នៅក្នុងមានអារម្មណ៍ថា feeling ល្អចា៎អញ្ចឹងឃើញថាចក្ខុវិស័យក៏ដូចជាបេសកកម្មរបស់ទីក្រុងរណបជ្រោយចង្វាគឺនេះគឺជាចំណុចពិសេសបាទអញ្ចឹងបើសិនចំណុចពិសេសទាំងអស់នេះតើកត្តាអីខ្លះធ្វើឲ្យទីក្រុងរណបជ្រោយចង្វាមានការរីកចម្រើនឆាប់រហ័សដោយសារតែតាមដែលបងប្រាប់មកហ្នឹងគឺចំណុចពិសេសនឹងដែលផ្សារភ្ជាប់ជាងចក្ខុវិស័យគឺមានច្រើនមែនតើអញ្ចឹងអីទៅដែលជាកត្តាដែលធ្វើទីក្រុងរណបហ្នឹងមានការរីកចម្រើនឆាប់រហ័សបងកត្តាដែលធ្វើទីក្រុងរណបហ្នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សទី1គឺការវិនិយោគទុនចូលរួមពីវិស័យឯកជនទី2កំណើនប្រជាជននិងនគររមណីយកម្មនិងទី3ហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ហ្នឹងគឺមានការផ្សារភ្ជាប់ទៅតំបន់ផ្សេងៗច្រើននិងទី4ពាក់ព័ន្ធជាមួយនឹងសក្តានុពលនៃទីតាំងកន្លែងហ្នឹងអំណោយផលល្អខ្លាំងចាបងអញ្ចឹងបានន័យថាទីក្រុងរណបជ្រោយចង្វានេះគឺភាពរីកចម្រើនគឺអាស្រ័យទៅលើការចូលរួមពីវិស័យឯកជននានាចាអញ្ចឹងបើសិនជាខ្ញុំសួរសំណួរមួយនេះបែបលក្ខណៈថាចាពីព្រោះដោយសារតែការអភិវឌ្ឍទីក្រុងនៅជុំវិញហ្នឹងគឺមានច្រើនមានទីក្រុងរណបផ្សេងៗជាច្រើនប៉ុន្តែតើអីទៅដែលជាភាពពិសេសឬក៏ភាពល្បីល្បាញឬក៏ចាប់អារម្មណ៍ជាងគេរបស់ទីក្រុងរណបជ្រោយចង្វាដែលបានន័យថាអ្នកដែលគាត់ធ្វើឧទាហរណ៍អ្នកធ្វើចំណាក់ស្រុកគាត់មកទីភ្នំពេញគឺគាត់នឹងជ្រើសរើសយកទីក្រុងរណបជ្រោយចង្វាលក្ខណៈពិសេសគឺទីតាំងកន្លែងគឺល្អប្រមូលផ្ដុំដោយមជ្ឈដ្ឋានផ្សេងៗមកធ្វើការវិនិយោគទុននៅកន្លែងហ្នឹងទី2ទីតាំងភូមិសាស្ត្រកន្លែងហ្នឹងគឺពិសេសដោយសារវាស្ថិតនៅចន្លោះរវាងទន្លេធំៗពីរទន្លេមេគង្គនិងទន្លេសាបហើយវាពោពេញទៅដោយធម្មជាតិនិងអាកាសធាតុល្អទី2តទៅនឹងកត្តា
ហេដ្ឋារចនាសម្ព័ន្ធបានមានការភ្ជាប់ទំនាក់ទំនងរវាងទីក្រុងភ្នំពេញក៏ដូចជាតំបន់ផ្សេងៗដោយសារតែយើងមានស្ពានឬក៏គម្រោងបានថាការភ្ជាប់ពីរវាងតំបន់ផ្សេងៗនៅក្នុងតំបន់យើងអញ្ចឹងបងបន្ទាប់ពីយើងបាននិយាយអំពីលក្ខណៈពិសេសក៏ដូចជាចក្ខុវិស័យរបស់ទីក្រុងរណបជ្រោយចង្វាយអីដែលពួកយើងបានលើកឡើងហ្នឹងគឺនៅក្នុងទីក្រុងរណបមួយគឺយើងបើនិយាយអំពីគម្រោងការវិនិយោគការរស់នៅក៏ដូចជាការធ្វើអាជីវកម្មអញ្ចឹងនៅក្នុងនេះមិញបងបានលើកឡើងអំពីកត្តាដែលនិយាយថាទីក្រុងរណបជ្រោយចង្វាយមានការរីកចម្រើនឆាប់រហ័សហ្នឹងគឺតកតងទៅនឹងការវិនិយោគពីវិស័យឯកជនចំពោះខ្ញុំចង់នឹងវិញថាក្រៅពីវិស័យឯកជនតើទីក្រុងរណបជ្រោយចង្វាយហ្នឹងមានវត្តមានស្ថាប័នរដ្ឋចូលរួមដែរទេហើយចំពោះស្ថាប័នឯកជនហ្នឹងមានសន្ទុះលក្ខណៈបែបណាដែរវិញបើមិនយើងធ្វើការដាក់ពួកគាត់ប្រៀបធៀបគ្នាអញ្ចឹងបងក្នុងទីក្រុងរណបយើងបាទបច្ចុប្បន្ននេះនៅក្នុងទីក្រុងរណបជ្រោយចង្វាយយើងមានស្ថាប័នរដ្ឋមួយចំនួនដែលចូលរួមនៅក្នុងគម្រោងជ្រោយចង្វាយច្រើនទីមួយគឺអគារពន្ធដារដែលបំរុងនឹងចាប់ដំណើរការនៅពេលឆាប់ខាងមុខនេះទី2គឺអគារសាលាយុទ្ធធរដែលបានដាក់ដំណើរការប្រើប្រាស់រួចជាស្រេចហើយនិងទី3អគារធុរកិច្ចដែលជាសេណារីយ៉ូរបស់ក្រសួងសេដ្ឋកិច្ចគឺក៏បានដំណើរការជាធម្មតាហើយដែរនឹងជាស្ថាប័នរដ្ឋនិងស្ថាប័នរដ្ឋបន្តទៀតគឺមានអគារសាលាជាតិគយស្ថាប័នសសជកក៏ដូចជាបច្ចុប្បន្ននេះនឹងមានអគារថ្មីមួយទៀតអគារគាំពៀសង្គមដែលនឹងចាប់ផ្ដើមសាងសង់នៅក្បែរសាកលវិទ្យាល័យខេមតិចអូខេបងអញ្ចឹងឃើញថាទីក្រុងរណបជ្រោយចង្វាយពិតជាមានស្ថាប័នទាំងស្ថាប័នរដ្ឋទាំងស្ថាប័នឯកជនគឺមានការចូលរួមនៅក្នុងគម្រោងច្រើនមែនតើចំពោះខ្ញុំផ្ទាល់បើប្រសាទខ្ញុំហ្មងនៅពេលមកដល់ជ្រោយចង្វាយមុនដំបូងហ្មងគឺអគារធុរកិច្ចខ្ញុំមិនដឹងថាគឺធុរកិច្ចនឹងសោះដោយសារយើងមានអគារខ្ពស់ច្រើនដែរអញ្ចឹងខ្ញុំរៀងចំណាយពេលដែរក្នុងការរកប៉ុន្តែឃើញថាដោយសារតែនៅស្ថិតលើផ្លូវធំហើយមើលពីចម្ងាយមកឃើញច្បាស់ដែរថាអូកន្លែងហ្នឹងឯងគេធុរកិច្ចពេលមកទៅឃើញមែនអញ្ចឹងបានន័យថាគេថាចាសម្ព័ន្ធរបស់ទីក្រុងរណបជ្រោយចង្វាយគឺមានពិតជាមានការរៀបចំបានល្អជាពិសេសលើផ្លូវធំហើយប្រទេស OCC ហ្នឹងគឺយើងអាចមើលឃើញស្ថាប័នទាំងឯកជនទាំងរដ្ឋអីគឺមើលទៅមានភាពងាយស្រួលដោយដែលបងបានលើកឡើងអញ្ចឹងថាការរៀបចំទីក្រុងរណបនេះគឺមានលក្ខណៈធ្វើយ៉ាងណាឲ្យការរស់នៅមានភាពងាយស្រួលចាបងអញ្ចឹងដោយឡែកបន្ទាប់ពីយើងនិយាយអំពីការវិនិយោគក៏ដូចជាការប្រកបទីក្រុងរណបទាំងមូលមានស្ថាប័នរដ្ឋស្ថាប័នឯកជនហ្នឹងបើសិនជាខ្ញុំជាអ្នករស់នៅទីក្រុងរណបជ្រោយចង្វាយនេះវិញតើភាពងាយស្រួលបែបណាដែលខ្ញុំទទួលបានបងដោយសារបច្ចុប្បន្នខ្ញុំអត់នៅទីនេះទេអញ្ចឹងប៉ុន្តែតាមរយៈអីដែលយើងបងបានរៀបរាប់ហើយខ្ញុំបានធ្វើកំណត់ឆ្លងកាត់ហ្នឹងឃើញថាមានភាពងាយស្រួលផ្លូវធំទលាល្អអញ្ចឹងបើជាអ្នកគាត់ជាអ្នករស់នៅទីហ្នឹងហ្មងតើភាពងាយស្រួលបែបណាខ្លះដែលគាត់ទទួលបាននៅក្នុងការដែលគាត់រស់នៅក្នុងគម្រោងទីក្រុងរណបជ្រោយចង្វាយទាំងមូលភាពងាយស្រួលដែលគាត់អាចទទួលយកបានគឺទី1មានឱកាសការងារច្រើននៅទីតាំងកន្លែងគម្រោងរបស់យើងហ្នឹងទី2អាចប្រកបអាជីវកម្មអាចបើកជាហាងលក់ដូរចាអាចធ្វើការតំណែងគ្នាបាននៅក្នុងតំបន់ហ្នឹងនឹងមានការបង្កើតនៅសហគមន៍មួយដែលមានភាពតាក់ទាញគ្នាទៅវិញទៅមកហើយមានទីតាំងមណ្ឌលសុខភាពក៏ដូចជាទីតាំងអប់រំនិងទីតាំងសម្រាប់កំសាន្តអីផ្សេងដូចជាកន្លែងហាត់ប្រាណដូចជាទីតាំងមាត់ទន្លេដែលយើងជាតំបន់ដែលអាចដើរកំសាន្តលេងស្រូបយកខ្យល់អាកាសពីទន្លេអញ្ចឹងសរុបសេចក្តីមកទីតាំងជ្រោយចង្វាយគឺជាទីតាំងមួយដែលថាប្រជាជនអាចមករស់នៅបានហើយមានសេវាកម្មល្អហើយមានភាពតាក់ទាញបណ្ដុំនៃមនុស្សច្រើនមករស់នៅពេលអនាគតហើយហេដ្ឋារចនាសម្ព័ន្ធមានការតំណែងគ្នាពីតំបន់កណ្ដាលក្រុងមកក្នុងតំបន់ជីក្រុងហើយទីតាំងគម្រោងជ្រោយចង្វាយហ្នឹងគឺភ្ជាប់ទៅផ្លូវជាតិសំខាន់ៗដូចជាឧទាហរណ៍ទៅផ្លូវជាតិលេខ 6A និងផ្លូវជាតិលេខ 5ដែលជាផ្លូវសំខាន់ទៅតំបន់ខេត្តចាបងចាអញ្ចឹងបើសិនជាខ្ញុំជាអ្នករស់នៅទីនេះខ្ញុំទទួលបានច្រើនដែរបើគិតទៅបើសិនជាខ្ញុំយកធ្វើការរដ្ឋស្ថាប័នរដ្ឋយើងទីនេះមានក៏មានច្រើនកន្លែងកំសាន្តក៏មានច្រើនខ្ញុំអាចហាត់ប្រាណបានទៀតអញ្ចឹងបានន័យថាអ្នករស់នៅទីក្រុងរណបជ្រោយចង្វាយដែលជាយើងអាចថាជាទីក្រុងអនាគតហ្នឹងពិតជាមានភាពងាយស្រួលមែនព្រោះអី
ដូចខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំចូលចិត្តខ្ញុំអត់សូវហាត់ប្រាណទេប៉ុន្តែបើដើរកំសាន្តតាមមាត់ទន្លេអីទីទួចបរិយាកាសល្អអញ្ចឹងខ្ញុំចូលចិត្តអញ្ចឹងខ្ញុំគិតថាទីក្រុងរណបជួយចង្វាសក្តានុពលនៅក្នុងការរស់នៅពិតជាល្អប្រសើរមែនទីពិសេសយើងមានសាលាដូចជាសាកលវិទ្យាល័យគំតិចជាសាកលវិទ្យាល័យមួយដែលតកតងទៅនឹងបច្ចេកវិទ្យាឃើញថាមាននិស្សិតមកចូលរួមសិក្សាច្រើនយើងក៏មានសាលារចនាដែរអញ្ចឹងនៅក្នុងទីក្រុងរណបជួយចង្វាបើសិនជាយើងបច្ចុប្បន្នខ្ញុំមិនដឹងថាយើងមានតែសាកលវិទ្យាល័យចុះតែយើងនឹងមានគម្រោងសាលាលក្ខណៈជាបែបវិទ្យាល័យឬក៏បឋមសិក្សាបន្ថែមអត់បងបច្ចុប្បន្ននេះយើងឃើញមានវិស័យឯកជនគាត់ចូលរួមបង្កើតនៅសាលាអន្តរជាតិមួយចំនួននៅកណ្ដាលទីក្រុងរណបជរាចង្វាសនេះតែម្ដងដែលនឹងធ្វើការបើកដំណើរការនៅក្នុងឆ្នាំ2025នេះតែម្ដងចាបងអញ្ចឹងឆាប់ហ្នឹងមែនទេបងបាទចាអញ្ចឹងខ្ញុំនៅពេលដែលយើងបើកសាលាមកខ្ញុំគិតថាចាចំពោះរៀបចំបានល្អដោយសារតែខ្ញុំសង្កេតឃើញថាយើងមានដូចជា iStone ដែលខ្ញុំគិតថាស័ក្តិសមជាមួយនឹងសិស្សនិស្សិតឬក៏កូនសិស្សដែលគាត់នៅទីនេះមានដូចជា Dinosaur Life មាន Food Palace ហើយមាន Sakura Avenue កន្លែងដែលយើងគាត់អាចកម្សាន្តបានដែរក្នុងបន្ទាប់ពីចប់ពីការសិក្សាអញ្ចឹងទីក្រុងរណបជួយចង្វាពិតជាមានភាពរីកចម្រើនឆាប់រហ័សដោយដែលបងបានលើកឡើងមែនចំពោះឥឡូវហ្នឹងយើងនិយាយអំពីអ្នករស់នៅហ្នឹងគូគាត់មានភាពងាយស្រួលលក្ខណៈបែបហ្នឹងចុះចំពោះវិនិយោគិនឬក៏អ្នកវិនិយោគតើគាត់អាចទទួលបានអត្ថប្រយោជន៍អីខ្លះបើសិនជាគាត់សម្រេចចិត្តថានឹងធ្វើការវិនិយោគនៅទីក្រុងរណបជួយចង្វាបាទតើតើនឹងចំណុចនេះបាទន័យថាបើសិននៅក្នុងនាមជាអ្នកវិនិយោគទុនវិញគឺអាចទទួលបានអត្ថប្រយោជន៍ច្រើនទីមួយគឺគាត់វិនិយោគទុនលើវិស័យអចលនទ្រព្យបានតែវាការមានកំណើនសេដ្ឋកិច្ចលើប្រាក់ចំណេញរបស់គាត់ច្រើនឱកាសអាជីវកម្មទី2ឱកាសអាជីវកម្មគាត់មានការរីកចម្រើនច្រើនបានតែគាត់អាចពង្រីកអាជីវកម្មពីមួយទៅមួយពីមកពេលទៅមកពេលកាន់តែកើនឡើងទី3ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិនៅក្នុងតំបន់ហ្នឹងកាន់តែល្អប្រសើរឡើងជាងមុនជួយដល់សង្គមជាតិយើងចាបងអញ្ចឹងបានន័យថាដោយសារតែការរីកចម្រើនឆាប់រហ័សជាមួយនឹងកត្តាកំណើនប្រជាជនអញ្ចឹងការវិនិយោគនៅលើទីក្រុងរណបជួយចង្វាគឺជាជម្រើសត្រឹមត្រូវដោយដែលបងបាននិយាយចាបងអញ្ចឹងឃើញថាដោយតាមចក្ខុវិស័យក៏ដូចជាលក្ខណៈពិសេសនៃទីក្រុងរណបជួយចង្វាទាំងមូលខ្ញុំបានធ្វើការជ្រួតជ្រាបដឹងថាអូខេបើសិនជាខ្ញុំនៅទីនេះខ្ញុំទទួលបានអត្ថប្រយោជន៍អីបើសិនជាខ្ញុំវិនិយោគខ្ញុំទទួលបានអត្ថប្រយោជន៍អីចំពោះបងផងដែរទីក្រុងរណបជួយចង្វានឹងឈានជើងទៅខាងមុខបន្តទៅទៀតកាន់តែរីកចម្រើនទៅមុខក្នុងនាមបងជាប្រធានការដ្ឋាននៃគម្រោងទីក្រុងរណបជួយចង្វាតើមានអ្វីមួយដែលបងចង់ឃើញជាងគេបំផុតនៅអាចនិយាយថា2-3ឆ្នាំឬក៏5ឆ្នាំខាងមុខទៀតបងចង់ឃើញអ្វីទៅក្នុងទីក្រុងរណបយើងជាទស្សនៈខ្ញុំផ្ទាល់តើតើនឹងគម្រោងទីក្រុងរណបជួយចង្វានេះខ្ញុំមើលឃើញថាចក្ខុវិស័យរបស់ថ្នាក់នាំក៏ដូចជាគោលនយោបាយរបស់ថ្នាក់ជាតិនិងក៏ដូចជាចក្ខុវិស័យផ្ទាល់របស់គម្រោងជ្រោយចង្វាទីក្រុងរណបជរាចង្វាតែម្ដងគឺថាមានគោលការណ៍និងការសិក្សាគឺជាការសិក្សានៅលើប្លង់មេរួមមួយដែលរៀបចំចែកបែងចែកជាศูนย์ជាតំបន់ដែលមានតំបន់លំនៅឋានតំបន់ពាណិជ្ជកម្មតំបន់អប់រំនិងតំបន់កំសាន្តផ្សេងៗហើយការរៀបចំទីក្រុងរណបជួយចង្វានេះក៏រៀបចំបែបទីក្រុងមួយដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ធគឺយើងរៀបចំនៅក្រោមប្រព័ន្ធក្រោមដីយើងអត់មានសេវាមិនមានថារៀបចំនៅលើអាកាសខ្សែភ្លើងយ៉ាងไรទេយើងរៀបចំធ្វើម៉េចឲ្យមជ្ឈដ្ឋានទីក្រុងរណបជួយចង្វាមើលទៅមានសោភ័ណភាពល្អការរស់នៅមានផាសុកភាពសុវត្ថិភាពហើយនឹងមានភាពតាក់ទាញដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកធ្វើការវិនិយោគទុននៅតំបន់ហ្នឹងហើយចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក៏ដូចជាគណៈគ្រប់គ្រងយើងគឺចង់រៀបចំទីក្រុងរណបជរាចង្វាហ្នឹងឲ្យមានលក្ខណៈថាជាទីក្រុងទំនើបស៊ីវិល័យទៅពេលថ្ងៃអនាគតឲ្យស្របទៅនឹងទីក្រុងទំនើបនិងល្បីល្បាញនៅបណ្ដាប្រទេសផ្សេងៗជាការយល់ឃើញរបស់ខ្ញុំផ្ទាល់និងជាការចូលរួមចំណែកនៅក្នុងក្រុមហ៊ុន OCC ក៏ដូចជាគម្រោងជរាចង្វាខ្ញុំឃើញថាថ្នាក់ដឹកនាំគាត់មានចក្ខុវិស័យវែងឆ្ងាយនិងការយកចិត្តទុកដាក់លើគម្រោងជរាចង្វា City នេះខ្លាំងណាស់ធ្វើម៉េចឲ្យគម្រោងទីក្រុងរណបជរាចង្វា City និងប្រជាជនឬក៏ប្រជាពលរដ្ឋឬអ្នកដឹកនាំវិនិយោគទុនផ្សេងៗ
មានអារម្មណ៍ថាចង់មកវិនិយោគទុននៅតំបន់ចូលចង្វានេះតែម្ដងជាបច្ចុប្បន្នគឺថ្នាក់ដឹកនាំគាត់យកចិត្តទុកដាក់ខ្លាំងណាស់នៅក្នុងការ design ឬក៏ចេញជាប្លង់មេមួយសម្រាប់តំបន់ជ្រោយចង្វា City ឬក៏ដូចជាទីក្រុងរណបជ្រោយចង្វា City ហើយបច្ចុប្បន្ននេះទៀតគម្រោងជ្រោយចង្វា City ក៏មានការចូលរួមជាមួយនឹងស្ថាប័នរដ្ឋឬក៏សហការជាមួយអាជ្ញាធរពាក់ព័ន្ធជាមួយនឹងការងារផ្នែកបរិស្ថានបច្ចេកទេសផ្សេងៗយើង follow តាមគោលការណ៍របស់ថ្នាក់ដឹកនាំឬក៏ស្ថាប័នរបស់ថ្នាក់ដឹកនាំជាតិយើងមិនអនុវត្តឲ្យខុសពីគោលការណ៍របស់ថ្នាក់ដឹកនាំជាតិទេសូម្បីតែយើងធ្វើកិច្ចការអ្វីមួយក៏ដោយគឺយើងត្រូវតែគោរពតាមច្បាប់របស់ក្រសួងឬក៏ច្បាប់របស់ថ្នាក់ជាតិដែរមិនឲ្យចាក់ពីកិច្ចការរបស់ថ្នាក់ដឹកនាំជាតិដោយសារតែមានការណែនាំពីថ្នាក់ដឹកនាំក៏ដូចជាគណៈគ្រប់គ្រងគឺយើងធ្វើការសិក្សាទៅលើ Master Plan ក៏ដូចជារៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគឺមានការយកចិត្តទុកដាក់លើបរិស្ថានចាបងអញ្ចឹងបន្ទាប់ពីបងបានប្រាប់អំពីទស្សនៈបងផ្ទាល់ក៏ដូចជាការធ្វើតាមគម្រោងខ្ញុំអាចសម័យឃើញថា5 ឆ្នាំខាងមុខទៀតទីក្រុងរណបជ្រោយចង្វាពិតជាទំនើបដោយបងប្រាប់មិញខ្ញុំចាប់អារម្មណ៍ជាងគេគឺកន្លែងបងនិយាយថាបើគ្រប់យ៉ាងទៅមកកប់នៅក្រោមដីពិតជាទំនើបវាថាស្របទៅតាមការពិវត្តទីក្រុងធំនៅបណ្ដាប្រទេសមែនតើអញ្ចឹងខ្ញុំពិតជាមិនអាចរងចាំបានទេក្នុងរយៈពេល5ឆ្នាំទៀតនឹងឃើញទីក្រុងរណបជ្រោយចង្វាឬចំនួនប៉ុណ្ណាចាបងអញ្ចឹងនៅក្នុងថ្ងៃនេះសូមអរគុណដល់បងមែនតើដែលបងបានអញ្ជើញចូលរួមជាការចែករំលែកអំពីទីក្រុងរណបជ្រោយចង្វាបានយ៉ាងក្បោះក្បាយហើយឲ្យបងអូនបានធ្វើការយល់ដឹងអំពីទីក្រុងរណបតាក់ទងទៅនឹងការរស់នៅការធ្វើអាជីវកម្មក៏ជាការវិនិយោគនិងការអភិវឌ្ឍទូទាំងគម្រោងជុំវិញគម្រោងផងដែរជាចុងក្រោយសូមអរគុណទៅកាន់ទស្សនិកជនដែលបានតាមដានតាំងពីដើមរហូតដល់ចប់នាងខ្ញុំគង់សុពុទ្ធិកានិងបងឈៀងអ៊ឹងហ៊ុយសូមធ្វើការអរគុណនិងសូមជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយ